នៅវីដេអូមុនខ្ញុំបានជិះឡានពីភ្នំពេញមកដល់ភ្នំ1005និងបានគេងមួយយប់នៅរីសតដ៏ស្អាតមួយថ្ងៃនេះពួកខ្ញុំនឹងបន្តដំណើរទៅខេត្តកោះកុងគឺកាត់តាមផ្លូវអូសោមពិសេសនឹងទៅបានទៅលេងនៅស្ពានដែលខ្ពស់ជាងគេបំផុតនៅកម្ពុជាដែលជាគោលដៅដ៏ធំមួយនៃដំណើរកម្សាន្តនេះបន្តមកទៀតយើងនឹងត្រូវសម្រាកមួយយប់នៅរីសតឋានសួគ៌តាតៃដែលជាកន្លែងដែលខ្ញុំចង់មកលេងជាយូរមកហើយតាំងពីមុនកូវីដទៀតចង់ដឹងថាដំណើរកម្សាន្តនេះបានជួបរឿងអ្វីខ្លះដូចមុនងូតទឹកឲ្យហើយញ៉ាំអីឲ្យហើយព្រោះនេះជាដំណើរកម្សាន្តដ៏វែងឆ្ងាយរបស់ខ្ញុំ Good morning អ្នកទាំងអស់គ្នាថ្ងៃទី2នៅវាលវែងសម្រាប់ថ្ងៃនេះដែរគឺភ្លៀងតាំងពីយប់មិញភ្លៀងខ្លាំងហើយខ្យល់ខ្លាំងទៀតភ្លៀងរហូតមកដល់ផឹកប្រហែលជាខ្ទង់មក6ជាងទើបដាច់ខកភ្លៀងហើយសម្រាប់ក្រោយភ្លៀងបាត់ជាមេឃស្រឡះហើយទេសភាពនឹងស្អាតខ្ញុំប្រវល់ឲ្យអ្នកគ្នាមើលស្អាតមែនទេទេសភាពតលាយហើយធម្មជាតិខៀវសង្ងាត់តែម្ដងអែមតបនេះទៅយើងចាប់ដើមរៀបចំហើយនៅពេលដែលយើងរៀបចំហើយយើងទៅរយញ៉ាំពេលព្រឹកអញ្ចឹងយើងបែបទៅកាហ្វេម៉ុនកកទៀតហើយទៅញ៉ាំនៅហ្នឹងហើយនឹងញ៉ាំភេសជ្ជៈនៅហ្នឹងហើយបានយើងត្រូវបន្តដំណើរទៅគោលដៅយើងបន្តទៀតឥឡូវយើងចាប់ដើមតដំណើរទៅកាហ្វេម៉ុនកកដើម្បីទៅញ៉ាំអីអូផ្លេចយើងញ៉ាំអីសិនញ៉ាំអីហើយមកយើងតដំណើរទៅដល់លេងដល់ទៀតអញ្ចឹងlet's goឥឡូវយើងបានមកដល់មន់កូកាហ្វេហើយទីនេះគឺជាកាហ្វេមួយដែលមានទេសភាពស្អាតខ្លាំងមែនទែនហើយមានកន្លែងថតរូបជាច្រើនដែលខ្ញុំចង់បង្ហាញទៅអ្នកទាំងអស់គ្នាហើយកន្លែងថតរូបនីមួយៗគឺមានទេសភាពធម្មជាតិព្រៃព្រឹក្សាបូករួមទាំងកាហ្វេនៅទីនេះក៏ឆ្ងាញ់ដែរខ្ញុំឲ្យតែមកភ្នំ1005គឺដឹងតែចូលនៅកន្លែងនេះតែម្ដងឥឡូវខ្ញុំចាប់ដើមដើរទៅក្រោយអ្នកគ្នាដោយសារតែទីនេះក៏មានជាប្រភេទ homestay សម្រាប់ឲ្យភ្ញៀវទេសចរស្នាក់នៅដែរនៅខាងក្រោយនេះគឺវាលយើងអាចមកស្នាក់នៅបានជាលក្ខណៈតង់ឬក៏បែបជាបន្ទប់ក៏បានដែរហើយនៅក្នុងបន្ទប់វិញគឺស្អាតខ្លាំងមែនទែនមានលក្ខណៈជា decor សម្រាប់ឲ្យយើងមើលទៅខាងក្រៅដោយសារតែនៅទីនេះមានប្រួយដ៏ធំមួយបែរទៅទេសភាពនៅខាងផ្នែកភ្នំរាល់ពេលព្រលឹមឡើងឬក៏ពេលដែលយើងបើកប្រួយនេះយើងនឹងឃើញទេសភាពជុំវិញទីនេះនិយាយទៅ fresh ខ្លាំងមែនទែនអ្នកដែលមកទីនេះខ្ញុំ recommend ឲ្យមកសាកស្នាក់នៅទីនេះម្ដងសម្រាប់ពួកខ្ញុំមកកាហ្វេម៉ុនកកនៅផឹកនេះគឺពួកយើងមានបំណងញ៉ាំអាហារពេលព្រឹកនៅទីនេះដោយពួកយើងបានកំងនៅបបរក៏ដូចជាពងទាហើយនិងត្រីងៀតអីជាដើមដើម្បីញ៉ាំជាអាហារពេលព្រឹកនេះជាមួយនឹងទេសភាពដ៏ស្រស់ស្អាតអង្គុយបដាលក្ខណៈថាមានអារម្មណ៍ថាឈៀតែម្ដងហើយមួយទៀតក៏ចង់ប្រាប់អ្នកគ្នាអំពីភេសជ្ជៈនៅទីនេះគឺខ្ញុំបានកំងនៅមួយឆាមួយកែវសម្រាប់រសជាតិនៅទីនេះគឺឆ្ងាញ់មែនហើយខ្ញុំចូលចិត្តញ៉ាំភេសជ្ជៈនៅទីនេះជាពិសេសមួយឆាហ្នឹងមានរសជាតិជាប់ចិត្តជាមួយនឹងរសជាតិរបស់គាត់ខ្លាំងមែនទែនហ្មងយើងនៅនឹងមកសម្រាប់បន្តិចទៀតហើយយើងចេញដំណើរទៅមុខខ្ញុំចង់ទៅជាកន្លែងជិះក្បូរនោះតែអត់ដឹងថាមានពេលវេលាតន់អត់ទេវាយ៉ាងទៅយើងអាចរៀងលេតបន្តិចប្រហែលជាខ្ទង់ម៉ោង10ពួកខ្ញុំក៏ធ្វើដំណើរត្រឡប់មករង្វង់មូប្រម៉ោយវិញអូខេអ្នកនរគ្នាឥឡូវយើងមកដល់រង្វង់មូភ្លុកមូប្រម៉ោយយើងមកដល់ហ្នឹងហើយយើងត្រូវទិញបាយថ្ងៃត្រង់ឲ្យហើយព្រោះមិនយើងឈប់ញ៉ាំតាមផ្លូវហ្មងកុំឲ្យពិបាកបានផាក់លើប្រមាណ MP ខ្ញុំប្រេងដែរ
នេះកាមេរ៉ានេះ camera មែនតើណា នេះកាមេរ៉ាមែនតើណា បើញ៉ាំមកទេ មកទេដាក់ហៅបានអត់ បាន អានេះមិនដើមមែន Cambodia Mustaches Cambodia បងដាក់តែចូលមែន ហ្នឹងហើយដាក់គៀនហ្នឹងគៀន អត់ប៉ះបង បើពួនមកហ្នឹងពីតែគាត់មានដំបងមិនអាំងមានទាំងប៉ាំងចលុយនំរ៉ូទីយកមួយណែទុកមួយទៀតជប់អីទិញនឹងអស់ហ่ะ មួយម៉ានបង មួយមែន មាន2បង5 3000តាមខ្ញុំ យក3000ហ្នឹងមកយើង 3000ហ្នឹងមានពងមន់បដោះគោ ហ្នឹងហើយយក3000អញ្ចឹងគាត់ហ៊ានជៀនពីឥណ្ឌាមែន មីឡូស្ទ្រីហ្នឹង ខ្ញុំដាក់តែមីឡូមួយពងបានហើយតែដាក់បសអយ ដាក់ហើយណា អត់ទេក៏ដាក់បសចេញដែរ ដកចេញ តែចេញដែរគាត់បច្ចេកទេសឥណ្ឌាពិតៗបងហ៊ានពីឥណ្ឌាមែន អត់ទេឥណ្ឌាទៀតចូលគ្នា ចេះនិយាយពីខ្មែរ ក្បាល ไว้ឥណ្ឌានិយាយពីខ្មែរ ទៀតតំដល់បាញ់ឥណ្ឌា ដល់ក្បាច់ឥណ្ឌា បាច់ច្រើន ក្បាច់ឥណ្ឌាប្រើដៃសុទ្ធហ្មង ជាដៃ ជៀនក៏ដៃដែរប្រើដៃដែរអត់ប្រើវែទេឡើយអត់ចុះ បងបង បងឈ្មោះគាត់គីមអកគីមអកវាលវែងគឺកំត្រោរ៉ូទីតែថ្ងៃគេ ប្រហិតឲ្យនឹងនំប៉័ងឥឡូវទៅទុក នំប៉ាហ្នឹងក៏ឆ្ងាញ់ដែរណា ញ៉ាំមែនចំសាកមែនតែឆនមកណាញ៉ាំអត់ដែរតែវាតែជាអត់ មួយមែន នំប៉័ងមែន ហ្នឹងហើយ បងនំប៉័ងមួយមែននំប៉័ងតឆ្អិនឆ្អិនទេ អាចារ្យនេះ អត់បានញ៉ាំទេ ឃើញលក់នោះ របស់គេណា មកគេចឹងទៅទឹកសិនមកវិញឆ្អិនណា អូខេ អូខេឥឡូវយើងចូលបន្ទប់ទឹកឲ្យហើយមុនយើងចេញដំណើរទៅទៀតទៅតែមកដល់បាទអរគុណច្រើន អរគុណច្រើនហ្មង ទឹកឲ្យថ្លៃឡាន ហេតុដល់មក អូខេយើងរួចរាល់ទាំងពីរនាក់ហើយយើងចាប់ផ្ដើមចេញពីរង្វង់មូប្រម៉ោយទៅផ្លូវអូសោម Let's go រំភើបមែនតើអានេះគឺជាលើកទី1របស់ពួកយើងដែលជិះកាត់ផ្លូវអូសោមទៅដល់ហ្នឹងគឺយើងគឺទៅលេងនៅស្ពានខ្ពស់ជាងគេបំផុតនៅផ្លូវជាតិលេខ10ហ្នឹងប៉ុន្តែដំបូងយើងជិះកាត់ភូមិអូសោមសិនខ្ញុំមកលើកទី1ទៅភូមិអូសោមដែរដឹងថាតែនឹងមិនដែរតែលើគេថាមនុស្សច្រើនជាងនៅនេះទៀតហើយទេសភាពទៅដល់ហ្នឹងគឺវាលស្អាតអញ្ចឹងចាំមើលបើទៅដល់ហ្នឹងខ្ញុំអាចហោះទៅដល់បានខ្ញុំហោះឲ្យអ្នកគ្នាមើលមកប្លង់ពីប្លង់ហើយយើងបន្តដំណើរទៅស្ពានមកខ្ញុំចង់ទៅចំណាយពេលនៅស្ពានឲ្យច្រើនហើយណាមួយយើងត្រូវទៅគោលដៅរបស់យើងថ្ងៃនេះយើងត្រូវទៅតាតៃស្ពានតាតៃអញ្ចឹងដំណើររបស់យើងគឺវែងឆ្ងាយមែនតើពីនេះទៅប្រហែល143គីឡូម៉ែត្រអញ្ចឹងវាគួរសមដែរសម្រាប់ថ្ងៃនេះហើយយើងមើលផ្លូវទៅដូចជាជិះ3ម៉ោងអញ្ចឹងអូខេ enjoy the road trip ឥឡូវមកដល់ផ្លូវកោងដែលត្រូវជួយស្ដាមដូចសេរីបូកូអញ្ចឹងណានិយាយទៅជិះមកគឺទេសភាពស្អាតខ្លាំងមែនតើអូនថតអាផ្លូវនេះឲ្យគាត់ឲ្យគេមើលថតវីដេអូមើលឲ្យមើលក្នុង map មួយមិនដែរកោងខ្លាំងទេក្នុងផ្លូវនេះខ្ញុំហ៊ានជិះលឿនខ្ញុំជិះយឺតទេកុងទ័រធំ40ហើយនៅនេះគេចាក់បេតុងឲ្យផ្លូវឡើងយើងចំណោតខ្លាំងហ្នឹងគេចាក់បេតុងហើយក្រៅពីហ្នឹងគឺផ្លូវកស៊ូលាយគ្នាតែនិយាយបានថាហើយ 100% គឺស្អាតអស់ហើយគឺតាមផ្លូវនេះជាមាន view point ដែរដូចជាមាន view point ឲ្យថតដែរតែអត់និយាយជប់ថតទេអត់មានកន្លែងណាបែបកើតទេចាំមើលបើសិនជាមានកន្លែងណា
គេមានឈប់កើតគេទុកចំណតអីយើងអានេះយើងឈប់យើងថតមកប៉ុសពីប៉ុសទុកជាអនុស្សាវរីយ៍នៅក្នុង map អ្នកនរឥឡូវយើងបានមកដល់ភូមិអូសោមឃើញកន្លែងនេះគឺដេក័រគេធ្វើឲ្យស្អាតខ្លាំងពេកចូលមកថតរូបមួយសិនហើយណាមួយយើងជិះឡានរៀងផឹងដែរអូចឹងយើងសល់តែ100គីឡូទៀតទេយើងទៅដល់សម្រាប់អូសោមនេះទេសភាពនៅខាងក្រោមមើលទៅឃើញដូចជាមិនសូវស្អាតទេប៉ុន្តែនៅពេលដែលខ្ញុំហោះដ្រូនឡើងទៅលើគឺឃើញទេសភាពស្អាតខ្លាំងមែនតើហើយ resort ដែលអ្នកនាងកំពុងតែឃើញនោះគឺមានឈ្មោះថាអូសោម Golden Hill Homestay ដែលជាទីតាំងមួយដ៏ល្អបើសិនជាខ្ញុំមានឱកាសក្រោយដែលត្រូវមកគេងនៅទីនេះខ្ញុំប្រហែលជាយកកន្លែង resort មួយនេះដោយសារតែខ្ញុំឃើញថាស្អាតនៅទីតាំងនេះហើយសម្រាប់អូសោមនេះគឺយើងឃើញមានបឹងមួយដ៏ធំដែលបានស្តុកទឹកច្រើនមែនតើហើយក៏មានស្ពានដ៏វែងមួយដែលត្រូវយើងជិះឆ្លងកាត់ហ្នឹងដើម្បីទៅទីតាំងបន្ទាប់មកទៀតតែយើងត្រូវទៅស្ពានខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជាយើងមកដល់អូសោមហើយសំខាន់ណាស់នេះអូមកក្នុងទូរស័ព្ទឃើញស្អាតសោះយើងអង្គុយញ៉ាំអាហារសម្រាប់បន្តិចសិនដោយសារតែឥឡូវម៉ោង11កន្លះហើយចឹងយើងនឹងអង្គុយនៅនេះមានទេសភាព view ទឹកស្អាតខ្លាំងមែនតែនអូឡើង fresh ហើយណាមួយយើងចង់សម្រាកឡានផងចឹងញ៉ាំអីផ្លែហើយយើងតទៅមុខទៀតស្អាតញ៉ាំបាត់អត់ទេអត់ចាប់ដើមទៅវិញហើយយឺចូលអេសូតទៅមុខទៀត100គីឡូទៀតដោះតែដៃហើយសុបាយទៅហើយយកតាមផ្លូវលែតាមផ្លូវយ៉ាអ្នកនរគ្នាឥឡូវយើងចាប់ដើមបន្តដំណើរទៀតហើយយើងចេញពីស្ពាននៅអូសោមនេះបន្តដំណើរទៅតាតៃតែនៅតាមផ្លូវយើងនឹងត្រូវឈប់បន្តនៅស្ពានគួរជាងគេនៅស្រុកខ្មែរហើយពីនេះទៅដល់តាតៃគឺ100គីឡូគត់តែម្ដងស្អាតមែនតើហើយពីអីនិយាយចេញសម្បីខ្ញុំអ្នកថតរូបអ្នកជំនាញថតរូបខ្ញុំថតមកឲ្យស្អាតដូចតែខ្ញុំឃើញផ្ទាល់ស្អាតអស់ពាក្យវិចារអស់កាមេរ៉ាដែលថតមកស្អាតតែនៅចាញ់អ៊ុននុតគីមីណាតើអូខេ bye bye enjoy the time lapse បន្តទៀត100គីឡូតែមានអារម្មណ៍ថាអត់ហត់ទេអូមកថតអាចេះថតឡានអូនេះដាក់កោអូដាក់ដល់សុខបាយតែគឺទេលោកស្អាតអត់មែនទេហើយមិនដឹងជីកាត់តនុបរីគិសនីមួយធំខ្លាំងមែនតើហ្មងក៏ប៉ិតបើមានពេលក៏ខ្ញុំចង់ហោះដ្រូនថតតាមផ្លូវហ្នឹងដែរនិយាយទៅស្ដាយទេសភាពនេះតែនៅឃើញមួយទៀតថតក៏អត់ស្អាតដូចមកមើលផ្ទាល់ទេអញ្ចឹងចង់ឲ្យអ្នកគ្នាផ្ទាល់ឲ្យអ្នកគ្នាមកផ្ទាល់ហ្មងខ្ញុំថតtrailer ចេញ trailer ឲ្យអ្នកគ្នាថតថាអានេះផ្លូវនេះស្អាតជាងគេលេខ1នៅស្រុកខ្មែរស្អាតដាច់គេលេខ1ហ្មងមានអ្នកគ្នាធ្លាប់ជិះផ្លូវលបឿនលឿនឃើញភ្នំឃើញអីស្អាតប៉ុន្តែមកនេះអានេះដល់កហ្មងយើងជិះនៅជាប់ភ្នំហ្មងហើយកម្ពស់ក៏ខ្ពស់ផ្លូវនេះស្អាតខ្លាំងមែនតើត្រូវតែមកអ្នកគ្នាមកឲ្យម្ដងឲ្យស្គាល់ទេសភាពវាប្លែករហូតពីមួយកន្លែងទៅមួយកន្លែងហ្មងស្អាតរហូតស្អាតមែនតើហ្មងអូពីអីមកភាពអត់បានវាធម្មជាតិនៅច្រើនដើមឈើក៏នៅច្រើនអាហ្នឹងថ្ងៃមុខទៀតមិនដឹងទេណាតែដឹងតែឥឡូវដើមឈើធំនៅសងខាងនៅច្រើនមែនតើយើងជិះនៅលើភ្នំតែម្ដង
វាមើលទៅអែមខ្លាំងមែនតើហ្មងហើយផ្លូវក៏ស្រួលទៀតផ្លូវស្រួលជិះអានេះបើជិះម៉ូតូទៀតហៅថា enjoy សាហាវនិយាយមែនខ្ញុំមកនេះឃើញឡានទៅវិញទៅមកច្រើនចាំថ្ងៃបុណ្យខ្ញុំជិះកុងទ័រទៅត្រឹម40 slow is smooth is fast you know កុំឲ្យកុំឲ្យស្លន់បើយើងធ្វើស្លន់អាហ្នឹងយើងយឺតដែរយើងជាងគេវិញហើយបន្ទាប់ពីការធ្វើដំណើរយូររបស់យើងនឹងចុងក្រោយយើងក៏បានមកដល់ស្ពានបាននិយាយអំពីស្ពានដែលនៅលើទឹកដីកម្ពុជាយើងស្ពាននេះគឺជាស្ពានមួយដែលខ្ពស់ជាងគេបំផុតដែលទើបតែធ្វើហើយនៅស្រុកខ្មែរយើងនេះអ្នកទាំងអស់គ្នាគួរតែមកលេងនៅស្ពាននេះឲ្យបានម្ដងដោយសារតែស្ពាននេះមានទេសភាពហើយនិងមានភាពខុសប្លែកពីគេស្ពានដែលខ្ពស់ជាងគេនៅកម្ពុជានេះមានប្រវែងសរុប537ម៉ែត្រទទឹង10ម៉ែត្រនិងកម្ពស់90ម៉ែត្របើសិនជាបានមកមើលផ្ទាល់ទើបដឹងថាស្ពាននេះខ្ពស់ខ្លាំងប៉ុណ្ណាវាបានតភ្ជាប់នៅផ្លូវជាតិលេខ10ពីខេត្តពោធិ៍សាត់ទៅខេត្តកោះកុងដែលបានចាប់ដំណើរការតាំងពីថ្ងៃទី15ខែឧសភាឆ្នាំ2025មកម្លេះស្ពាននេះមានទីតាំងនៅភូមិឆាយលូឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់បើយើងធ្វើដំណើរពីឃុំអូសោមមកស្ពាននេះមានចម្ងាយសរុប24គីឡូម៉ែត្រឬយើងចំណាយពេលជិះតែខ្ទង់30នាទីតែប៉ុណ្ណោះអ្វីដែលពិសេសគឺនៅតាមផ្លូវអ្នកនឹងឃើញមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតយើងបានជិះកាត់នៅព្រៃភ្នំស្ទឹងនិងមានខ្យល់អាកាសបរិសុទ្ធត្រជាក់ស្រួលខ្លាំងមែនទែនដែលធ្វើឲ្យអារម្មណ៍របស់យើងកំឡុងពេលធ្វើដំណើរហ្នឹងគឺមានភាពស្រស់ស្រាយរហូតមកដល់ស្ពាននេះតែម្ដងខ្ញុំអាចនិយាយបានថាគឺជាស្ពានដែលស្អាតជាងគេបំផុតមួយនៅស្រុកខ្មែរយើងនេះកាលពីមុនស្ពាននេះមានឈ្មោះថាស្ពានឬស្សីជុំប៉ុន្តែបច្ចុប្បន្នក៏មានឈ្មោះជាផ្លូវការថាស្ពានតេជោសន្តិភាពឬស្រីជុំឈ្មោះនេះតំណាងឲ្យសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងលឿនដោយសារតែស្ពាននេះស្ថិតនៅទីតាំងដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតក្រសួងបានរៀបចំធ្វើទីធ្លានៅចំកណ្ដាលឲ្យអ្នកធ្វើដំណើរឆ្លងកាត់យើងអាចឈប់ឡានមួយផ្លែដើម្បីថតរូបលេងទុកជាអនុស្សាវរីយ៍ជាពិសេសនៅចុងនៃសងខាងស្ពានមានចំណតឡានឲ្យយើងចតអាចទុកឡានប្រហែលជាខ្ទង់60ទៅ70គ្រឿងហើយខ្ញុំមកទីនេះគឺចំថ្ងៃបុណ្យជាតិដូច្នេះយើងក៏អាចឈប់ឡានមកផ្លែនៅលើស្ពានដើម្បីចុះថតរូបលេងដោយសារតែមានប្រជាការពារជាង10នាក់នៅចាំសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរដែលមកលេងនៅទីនេះសម្រាប់ខ្ញុំវិញគឺខ្ញុំបានធ្វើដំណើរពីវាលវែងទៅកាន់កោះកុងដូចនេះខ្ញុំក៏បានធ្វើដំណើរឆ្លងកាត់ស្ពាននេះដូចគ្នាហើយពួកខ្ញុំក៏បានឈប់ឡានបន្តិចនិងចុះនៅចុងស្ពានហើយដើរមកលេងនៅចំកណ្ដាលស្ពាននេះដើម្បីថតរូបលេងក៏ដូចជាមើលទេសភាពដើម្បីឲ្យដឹងឲ្យបានស្គាល់នៅស្ពានមួយនេះគឺជាលើកទី1របស់ពួកខ្ញុំដែលបានមកទីនេះពេលមើលចតុក្រោមម្ដងគឺមានអារម្មណ៍ថាស្រាវខ្លាំងមែនទែននិយាយទៅគឺដូចកំពុងស្ថិតនៅកំពូលភ្នំហើយថែមទាំងមានខ្យល់បក់ខ្លាំងថែមទៀតផងប៉ុន្តែបើនិយាយពីអារម្មណ៍របស់ខ្ញុំវិញចង់ប្រាប់ថាទេសភាពនៅទីនេះគឺស្អាតខ្លាំងមែនទែនយើងអាចមកទស្សនាកំសាន្តជាមួយនឹងទិដ្ឋភាពស្ពានដ៏ស្រស់ស្អាតនេះនិយាយទៅអមដោយព្រៃព្រឹក្សាយ៉ាងខៀវស្រងាត់តែម្ដងមើលហើយត្រជាក់ភ្នែកបើនៅខាងក្រោមស្ពានវិញយើងឃើញមានទឹកធ្លាក់មួយនិយាយទៅស្រស់ស្អាតខ្លាំងមែនទែនដែលបានហូរតាំងពីបឹងអូសោមហូរកាត់ទំនប់វារីអគ្គិសនីជាច្រើនហើយហូរកាត់ទាំងទឹកធ្លាក់ជាច្រើនទៀតរហូតមកដល់ចាក់ចូលទៅក្នុងដៃសមុទ្រតែម្ដងសម្រាប់ខ្ញុំរីកមិនឲ្យអ្នកគ្នាមកលេងនៅទីនេះយ៉ាងហោចណាស់ឲ្យបានម្ដងដើម្បីឲ្យស្គាល់នៅស្ពានដែលខ្ពស់ជាងគេនៅស្រុកខ្មែរមួយនេះហើយយើងក៏អាចឆ្លៀតទៅលេងនៅស្រុកវាលវែងដែលកំពុងតែល្បីល្បាញឬក៏ទៅលេងនៅអូសោមដែលពោរពេញទៅដោយសម្រស់ធម្មជាតិឬក៏ទៅលេងនៅខេត្តកោះកុងនិងរមណីយដ្ឋានជាច្រើននៅតាតៃបើសិនជាអ្នកនរគ្នាមានបំណងចង់មកលេងនៅទីនេះចាំខ្ញុំបន្ថែម Google Map នៅក្នុង description ឲ្យអ្នកគ្នាបន្ថែមហើយសម្រាប់ខ្ញុំបន្ទាប់ពីមកលេងនៅទីនេះហើយថតរូបលេងអស់ចិត្តក៏ដូចជាវីដេអូពួកខ្ញុំគឺត្រូវបន្តដំណើរទៅមុខទៀតតោះឥឡូវយើងតាមដានវីដេអូនឹងបន្តទៀតទៅម៉ោងប្រហែលជា1:10នាទីជាងអញ្ចឹងយើងត្រូវបន្តដំណើរទៅតាតៃតែយើងជិះនេះវាងចូលទៅដល់ក្រុងហើយបានយើងកាច់មកតាតៃវិញអញ្ចឹងចម្ងាយផ្លូវដែលយើងត្រូវជិះ76គីឡូយើងត្រូវជិះ1ម៉ោងកន្លះនិយាយទៅចំណាយពេលគួរសមដែរតែអត់បញ្ហាយើងជិះលេងជាទៅដល់នោះយ៉ាងច្រើនខ្ទង់ម៉ោង3អីហ្នឹងទៅហើយយើងឡើងទូកទៅ resort របស់យើងទៅដល់ resort គឺបានមើលថ្ងៃលិចតែម្ដង
khế ở lại dương mà đò lại lần tung án anh ấy dương ai mơ bị lừa tới khơi nằm nặng cả bồn cái lên chờn sát lan sát ấy vậy tới cái này lên là nặng cả bồn nâng chờn nhóm cho tới đó có sầm mẹ hay nâng nhầm ấy nơi nặng cả bồn nâng sân đài hay bắn to làm nào tới một tiền dương trang trí phải nhập trang trí mui nhầm ấy hói dương to tới một tiền anh ấy cầu sa đam hai chữ pi cái lầu mán vậy nè pi cái lầu chia pi cái lầu cái lá sa hà cao pi cái lầu cái lá cái này xong bây cái này mà bắt chuyện tới cò nguyên tắc lẽ ra đâyពួកខ្ញុំបាននាំគ្នាឈប់ឡាននៅម្ដុំដំណាក់កាបូនហ្នឹងហើយនាំគ្នាដើរចុះទៅមាត់ទឹកដើម្បីរកកន្លែងដើម្បីញ៉ាំអីនៅខាងក្រោមនេះក៏មានអ្នកដំណើរមួយក្រុមផងដែរដែលពួកគាត់កំពុងតែញ៉ាំអីនៅទីនេះហើយរៀបនឹងហើយនឹងចេញទៅវិញដែរហើយពិតជា surprise មែនតើដែលយើងមើលឃើញនៅអូមួយដែលមានរូងដែលទឹកហូរចេញមកថ្លាឆ្វង់តែម្ដងដែលពួកគាត់កំពុងតែទៅថតរូបលេងនៅទីហ្នឹងពេលមកដល់ក្រោមក៏សម្រេចចិត្តថាអត់ខ្ជិលកទេលដែលខំយកមកពីលើហ្នឹងដោយសារតែពួកយើងសម្រេចចិត្តថាអង្គុយលើថ្មវិញហើយក៏សំណេះសំណាលគ្នាជាមួយនឹងបងដែលបានមកនៅមុខហ្នឹងអញ្ចឹងទៅហើយក៏ចាប់ផ្ដើមញ៉ាំអីញ៉ាំមិនដែរមកញ៉ាំនេះប្រេះញ៉ាំនំប៉័ងដាក់សាច់ញ៉ាំតែ4ណាបានបងជម្រាបលាបងបាយទឹកសប្បាយឡាំផ្លូវទេសភាពអានេះនំប៉័ងនេះតែ 5,000 ទេប៉ុន្តែញ៉ាំទេសភាពនេះ10000ក៏មិនអើយដំណាក់ក្បូនគឺជាកន្លែងមួយដែលខ្ញុំណូតទុកនៅពេលដែល trip ក្រោយខ្ញុំនឹងមកលេងនៅទីនេះឲ្យបានពេញភ្នែកតែម្ដងបន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏សម្រេចចិត្តដើរទៅមើលកន្លែងអូដែលនៅហូរក្រោមផ្លូវហ្នឹងហើយអ្នកគ្នាអាចមើលទៅស៊ុំកន្លែងខាងជ្រុងហ្នឹងគឺភាពដូចជា frame មួយដែលមានទឹកធ្លាក់នៅខាងក្រោយបើសិនជាថតរូបគឺស្អាតខ្លាំងមែនតើខ្ញុំដើរទៅសភាពផ្លូវរៀងល្អិលបន្តិចហើយក៏មានថ្មច្រើនដែរអញ្ចឹងខ្ញុំដើរទៅរៀងយឺតហ្នឹងហើយជាពិសេសខ្ញុំចាប់អារម្មណ៍ជាងគេហ្នឹងគឺទឹកគឺថ្លាខ្លាំងមែនតែននៅហ្នឹងហើយពួកយើងដើរទៅខាងក្រោមហ្នឹងរៀងសៀវបន្តិចប៉ុន្តែនៅពេលដែលយើងដើរផុតហ្នឹងអ្វីដែលអស្ចារ្យគឺសិតតែទឹកធ្លាក់នៅជុំវិញហ្នឹងតែម្ដងបន្តមកទៀតពួកយើងក៏ដើរទៅអង្គុយសម្រាកមើលទេសភាពជាពិសេសមើលទឹកហូរដល់ធំកាត់នៅខាងមុខយើងហ្នឹងស្ដាប់សំឡេងទឹកហូរនិយាយទៅ relax ខ្លាំងមែនតែនមុនពេលដែលយើងរៀបចំអីវ៉ាន់ត្រឡប់ទៅវិញបាយដំណើរកាបូនចាំថ្ងៃក្រោយបើសិនជាមានពេលខ្ញុំនឹងមកធ្វើវីដេអូនៅដំណើរកាបូននេះឥឡូវដោយសារតែពេលវេលាមិនអំណោយផលយើងត្រូវបន្តដំណើរទៅឆ្ងាយទៀតអញ្ចឹងយើងតទៅតាតៃសិន Let's go សួស្តីអ្នកនរគ្នាម្ដងទៀតហើយឥឡូវយើងចេញមកពីផ្លូវជាតិលេខ10ហើយឥឡូវយើងគឺបន្តដំណើរទៅតាតៃជាងយើងកាច់មកចូលផ្លូវជាតិលេខដូចជា48តែពេលនេះទៅ15គីឡូដែរមិនបាច់ដាក់ដល់33តែពេលក្នុងនេះដាក់33គីឡូអត់ដឹងដែរអត់ដឹងមែនវាបាញ់ទៅណាឬក៏យើងដាក់ទឹកស្ពានខុសអញ្ចឹងចាំមើលទៅដល់តាតៃខ្ញុំនឹងអាប់ដេតអ្នកនរគ្នាទៀតសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងបានមកដល់ស្ពានតាតៃហើយយើងមកដល់នេះនៅម៉ោង3កន្លះអូខេអ្នកគ្នាខ្ញុំមិនដឹងអាយ៉ៃចូលមកខាងនេះដើម្បីទុកឡាននៅហ្នឹងគេទុកមកយប់10000ក្នុងមួយឡានអញ្ចឹងយើងឈប់ប្រហែលយប់អាហ្នឹងគិតតាមហ្នឹងទៅហើយយើងត្រូវជិះទូកបន្តទៅមុខទៀតខាង resort គេរៀបចំទូកឲ្យអញ្ចឹងឥឡូវខ្ញុំចាំទូកនេះសិនពួកយើងនៅចាំទូកហ្នឹងខ្ទង់ប្រហែលជា5-10នាទីដែរតម្រាំដល់បានឡើងហើយនៅពេលដែលទូកមកដល់យើងក៏នាំគ្នារៀបចំឲ្យបានឡើងទៅហើយជិះទូកទៅបន្តទៀតហើយចេញទៅកោះតែហៅឋានសួរតាតៃគេជិះទូកទៅតែបើជិះម៉ូតូដូចជាបានតែអត់ដឹងផ្លូវណាដឹងថាបើអ្នកជិះឡានមកគឺ
យកឡានទុកនៅក្រុមស្ពានតាតៃហើយយើងជីកទូបន្តទៅទៀតតែជីកទូក៏បានជីកទូប្រេងគេហៅកន្លងឲ្យមកខ្ញុំថាកន្លង ហើយកន្លងឯងសម្រាប់ការជិះទូករបស់ពួកយើងនឹងចំណាយពេលខ្ទង់10ទៅ15នាទីដែលយើងចំណេញបានមើលទេសភាពជិះទូកដើរលេងមើលតាមព្រៃកោងកាងដែលនៅអមដងព្រែកនឹងសំខាន់នៅខាងគៀននេះគេក៏មានជិះទូកស្ទួយត្រីនៅតាមផ្លូវទឹកធ្លាក់អញ្ចឹងណាសម្រាប់អេពីសូតទី2នេះខ្ញុំសូមចប់វីដេអូធំប៉ុណ្ណេះសិនដោយសារតែវែងដែរហើយយើងនឹងបន្ត resort ដែលនៅតាតៃនេះនៅវីដេអូក្រោយមួយទៀតដែលវីដេអូក្រោយហ្នឹងខ្ញុំនឹងថតរូបថតវីដេអូសារជាច្រើនទាក់ទងទៅនឹងឋានសួគ៌ resort នៅតាតៃហ្នឹងរួចហើយបានខ្ញុំបន្តដំណើរទៅពីកន្លែងទៀតគឺយើងនឹងទៅស្រែអំបិលដែលកន្លែងទី1យើងនឹងទៅផ្ទះខ្មែរហើយនឹងមួយទៀតយើងទៅភូមិទឹកស្រែដែលពីរកន្លែងនោះគឺនៅជិតគ្នាទេហើយមានសម្រស់ស្អាតដូចគ្នាគឺជាកន្លែង next stop របស់យើងមួយទៀតដែលយើងគេងនៅខាងហ្នឹងមួយយប់ទៀតមុននឹងបន្តត្រឡប់ទៅភ្នំពេញវិញអញ្ចឹង vlog ក្រោយគឺល្អមើលខ្លាំងមែនទែនដោយសារតែយើងទៅច្រើនកន្លែងហើយមានឧបសគ្គមានអីបន្ថែមនៅក្នុងនេះដូច្នេះហើយអ្នកនាងកុំភ្លេចចុច follow ហើយនិង subscribe ដើម្បីតាមដានវីដេអូបន្ទាប់អរគុណអ្នកនាងដែលបានមើលវីដេអូមួយនេះតាំងពីដើមរហូតមកដល់ចប់ជួបគ្នានៅវីដេអូក្រោយ